ផ្ដាសាយគ្រុនផ្ដាសាយ flu គឺជាជំងឺរាតត្បាតនៃប្រព័ន្ធដង្ហើមដែលកើតឡើងដោយវីរុស influenza virus វាប៉ះពាល់ជាចម្បងទៅនឹងច្រមុះ បំពង់ក និងសួតជំងឺនេះអាចមានផលប៉ះពាល់ពីស្រាលដល់ធ្ងន់ធ្ងរនិងអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះកុមារ អ្នកចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ អាការៈនៃផ្ដាសាយគ្រុនផ្ដាសាយ គ្រុនក្តៅនិងក្អក កក ឈឺបំពង់ក ច្រមុះហៀរឬក្តៅច្រមុះ ឈឺសាច់ដុំឬឈឺរាងកាយ ឈឺក្បាល អស់កម្លាំង សន្លើមនិងរាគច្រើនជាងសម្រាប់កុមារ វិធីបណ្ដាលឲ្យឆ្លង តាមរយៈទឹកមាត់ឬចេញពីច្រមុះនៃអ្នកដែលមានជំងឺនេះនៅពេលក្អកឬកន្តើស ដោយប៉ះពាល់នឹងផ្ទៃដែលមានវីរុសហើយបន្ទាប់មកប៉ះមុខ វិធីការពារ បញ្ជាក់វ៉ាក់សាំងផ្ដាសាយគ្រុនផ្ដាសាយជារៀងរាល់ឆ្នាំ លាងដៃជាញឹកញាប់ដោយសាប៊ូនិងទឹក ជៀសវាងការប៉ះពាល់ជិតស្និទ្ធនឹងអ្នកដែលមានជំងឺ គ្របមាត់និងច្រមុះពេលក្អកកន្តើសឬញើស